បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានឹងអីថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនទាំងគ្នាពីបញ្ហាទូរស័ព្ទ iPhone ទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយនេះគឺចង់ចែករំលែកបងប្អូនដែលធ្លាប់ទិញទូរស័ព្ទ iPhone ដែលទិញតាមរយៈអ្នកប្រើបងប្អូនមិនតាមតូបឬក៏តាមហាងទូរស័ព្ទទេគឺតាមអ្នកប្រើហើយតម្លៃយ៉ាងទូថ្លៃអញ្ចឹងទៅហើយសម្រាប់បងប្អូនដែលទិញតាមមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នាអីបងប្អូនគួរតែឆែក iCloud សិនទៅដោយសារពេលខ្លះទូរស័ព្ទ iPhone យើងឆែកកន្លែងនេះអត់មានជាប់ iCloud ទេនេះជាប្រភេទទូរស័ព្ទ bypass អញ្ចឹងយើងធ្វើការឆែកឲ្យមុននឹងធ្វើការទិញដោយសារតម្លៃប្រភេទទូរស័ព្ទ bypass គឺវាធូរថ្លៃជាងទូរស័ព្ទដែលអត់ bypass មានទូរស័ព្ទអត់មានដុសអត់ជួយ iCloud អញ្ចឹងមុននឹងធ្វើការទិញនេះបងប្អូនគួរតែឆែកមើលទៅខ្លាចពេលខ្លះអាវ៉ាន់ទូថ្លៃមែនប៉ុន្តែទូរស័ព្ទវាអត់ដូចវាអត់ប្រកបអីបងប្អូនមានន័យថាវាបញ្ហាអីមួយឲ្យបានវាយកតម្លៃទូថ្លៃឬក៏ទូថ្លៃដែលយើងបានរបស់ល្អនឹងអត់អីទេប៉ុន្តែសម្រាប់បងប្អូនដែលធ្វើការទិញតពីគ្នាយើងបងប្អូនគួរតែប្រយ័ត្នបន្តិចដោយសារឥឡូវសម្បូរមែនតើ iPhone X bypass មានន័យថាជាប់លេខកូដជាប់ iCloud ហើយគេយកទៅផ្ដាច់លេខកូដដៃអញ្ចឹងពេលយើងចង់ធ្វើការអេរ៉ាឬក៏យកទៅលក់ជាមួយតាមតូបតាមអីអញ្ចឹងទៅជាងឬក៏អ្នកលក់គាត់ដឹងហើយគាត់ឆែកទៅមាន iCloud គាត់អត់ទិញទេឬក៏ទិញក្នុងតម្លៃទូថ្លៃអញ្ចឹងទៅនឹងអីកុំឲ្យខាតពេកអញ្ចឹងខ្ញុំបង្ហាញពីរបៀបឆែកនឹងអីយើងមើលក្នុងទូរស័ព្ទនេះអញ្ចឹងដូចទូរស័ព្ទនេះអញ្ចឹងអត់មានជាប់ទេ iPhone X អញ្ចឹងបងនេះយើងមើលកន្លែង setting នេះកន្លែង sign in to your iPhone នេះវាអត់មាន email អត់មានអីទេបងហើយនឹងអីអញ្ចឹងពេលយើងមើលតែកន្លែងហ្នឹងអត់ដឹងទេភាសាទូរស័ព្ទ bypass បងប្អូនដែលគាត់អត់សូវប៉ុនអត់សូវដឹងគាត់ប្រយ័ត្នមែនតើហ្នឹងហើយដើម្បីយើងដឹងថាតើទូរស័ព្ទនេះជាប់ iCloud bypass ឬក៏មិន bypass បងប្អូនចូលកន្លែង setting មកយើងត្រូវតែ connect Wi-Fi ហ្នឹងបង connect internet មានន័យថា internet បន្តមកទៀតបងប្អូនចូលកន្លែង general មកទៅយើងចូលកន្លែង about បន្តមកទៀតបងប្អូន copy លើ serial number នៅជាប់មកវាយើងមាន copy យើង copy ដូចតែយើងឆែក iCloud អញ្ចឹងបងតែគាត់ថានេះទូរស័ព្ទ bypass យើងប្រយ័ត្នមែនតើខ្លាចទិញតម្លៃទូថ្លៃហើយវាបានទូរស័ព្ទ bypass អញ្ចឹងយើង copy ហើយយើងចូលកន្លែង check iPhone iCloud យ៉ាងមកចាប់ពីរបៀបឆែក iCloud នេះគឺខ្ញុំអាសាធ្វើមែនតើប៉ុន្តែនៅតែមានបងប្អូនយើងអត់ទាន់ដឹងពីរបៀបឆែកអញ្ចឹងខ្ញុំបង្ហាញសារទៀតយើងចូលកន្លែង website iUnlocker ហ្នឹងមកបន្តមកទៀតយើងយកអាសេរីយើងមក copy យើងចុចកន្លែងហ្នឹងមកយើង copy paste មកបងហើយយើងធ្វើការឆែកនឹងផ្លែចោលមួយសម្បូរមែនតើបងប្អូនសម្រាប់ទូរស័ព្ទដែល bypass ប្រភេទ iPhone X អញ្ចឹងនឹងអីទូរស័ព្ទ iPhone X នេះគឺនេះកន្លែង iCloud lock ហ្នឹងបង lock on ហ្នឹងមានថាអញ្ចឹងទូរស័ព្ទនេះគឺជាប្រភេទម៉ាស៊ីន bypass ឬម៉ាស៊ីន bypass ហ្នឹងយើងចង់ធ្វើការerror ឬអីវាអត់បានទេបងដោយសារវាជាប់ iCloud អញ្ចឹងនឹងអីសម្រាប់បងប្អូនដែលទិញទូរស័ព្ទ ទូទូយើងបងប្អូនជួយឆែកឲ្យមែនតើយើងមើលតែកន្លែង setting នេះអត់ដឹងទេយើងអត់ដឹងថាទូរស័ព្ទហ្នឹង bypass ឬក៏មិន bypass ទេបងប្អូនហ្នឹងហើយអញ្ចឹងតោះតែយើងចូលឆែកដូចក្នុងវីដេអូនេះមិញអញ្ចឹងយើងចូលឆែកមកឃើញថាទូរស័ព្ទរបស់យើងកន្លែង iCloud lock on នេះមានថាទូរស័ព្ទវាជាប់ iCloud អញ្ចឹងម៉ាស៊ីននេះគឺជាម៉ាស៊ីន bypass អញ្ចឹងតម្លៃវារៀងទូថ្លៃជាងម៉ាស៊ីនអត់ជាប់អីហើយបងប្អូនអរគុណ